របៀបធ្វើជ្រក់ខ្ទឹមខៀវនេះគឺខ្ញុំប្រើគ្រឿងផ្សំតែមួយមុខគត់និយាយរួមទៅគឺរសជាតិឆ្ងាញ់ហើយគឺងាយស្រួលធ្វើខ្លាំងមែនទែនសំខាន់ខ្ទឹមរបស់យើងគឺខៀវបៃតងបានល្អហ្មងណាចាដូចបងប្អូនឃើញអញ្ចឹងហើយរសជាតិវាឡងស្រួយឆ្ងាញ់មែនទែនសម្រាប់គ្រឿងផ្សំរបស់ខ្ញុំគឺយើងមានខ្ទឹមនឹងឯងខ្ទឹមនឹងយើងបកឲ្យស្អាតមកហើយនៅពេលដែលបកនឹងបងប្អូនអាចយកខ្ទឹមទៅត្រាំជាមួយនឹងទឹកចាកន្លះម៉ោងអីទៅគឺយើងងាយស្រួលបកទៅអត់ស្អិតដៃទេចំណែកឯគ្រឿងផ្សំមួយទៀតហ្នឹងគឺជាទឹកខ្មេះហើយសម្រាប់ទឹកខ្មេះគឺខ្ញុំប្រើជាមួយនឹងទឹកខ្មេះអង្គរដែលគេដាក់ថា rice vinegar ហ្នឹងចាយើងយកទឹកខ្មេះហ្នឹងមកយកមកចាក់ចូលដបជ្រក់ខ្ទឹមយើងហ្នឹងមកនិយាយរួមទៅគឺខ្ញុំដាក់ទឹកខ្មេះហ្នឹងសុទ្ធអត់មានលាយជាមួយនឹងអីផ្សេងទេបងប្អូនប្រកាសជាឆ្ងល់ហើយថាបើសិនជាដាក់ទឹកខ្មេះសុទ្ធអញ្ចឹងតើរសជាតិវាជូរខ្លាំងឬមួយក៏មិនអត់អីទេបងប្អូនរសជាតិអត់ជូរខ្លាំងទេហើយស្រួយឆ្ងាញ់ទៀតនិយាយរួមទៅឆ្ងាញ់ខ្លាំងមែនទែនហើយទឹកខ្មេះខ្ញុំហ្នឹងទឹកខ្មេះអង្គរដូចគ្នាណាតែគ្រាន់តែដបខុសគ្នាដោយសារតែខ្ញុំទិញមកដបមកទៅចាក់ទៅវានៅស្ទើអញ្ចឹងទៅខ្ញុំនៅសល់មកដបទៀតនៅសល់តែកន្លះអញ្ចឹងទៅកលីគ្នាទៅចាប៉ុន្តែទឹកខ្មេះអង្គរដូចគ្នាឯងបន្ទាប់ពីយើងចាក់ទឹកខ្មេះអង្គរចូលទៅក្នុងដបហើយបងប្អូនកុំភ្លេចយកកណាត់មកគ្របហើយយកទៅទុកនៅកន្លែងល្ងិតចាស្អែកឡើងបងប្អូនបើកមើលទៅគឺឃើញខៀវបានប៉ុណ្្នឹងហើយអញ្ចឹងគឺយើងគ្របទៀតគ្របរយៈពេលមួយអាទិត្យណាបងប្អូនគឺខៀវខ្ទឹមរបស់យើងគឺខៀវល្អហ្មងហើយបើសិនជាបងប្អូនចង់ឲ្យខៀវខ្លាំងណាទុករឹតយូរគឺរឹតតែខៀវខ្លាំងតែធម្មតាគឺខ្ញុំទុកតែមួយអាទិត្យទេនៅពេលដែលខៀវល្មមហើយគឺខ្ញុំចាប់ផ្ដើមយកខ្ទឹមហ្នឹងទៅទុកនៅក្នុងទូទឹកកកវិញគឺស្រួយឆ្ងាញ់មែនតើហ្មងនិយាយមែនញ៉ាំជាមួយកាទៀវអីគឺថាត្រូវខ្លាំងមែនតើបងប្អូនអើយឆ្ងាញ់ណាស់ហើយជ្រក់ខ្ទឹមខៀវនេះពេលដែលយើងញ៉ាំបាយអីយើងញ៉ាំម្ដុំពីរដុំទៅគឺល្អសម្រាប់សុខភាពទៀតហើយបងប្អូនឃើញអញ្ចឹងនេះចាំមើលឥឡូវនេះគឺខ្ញុំយកកាបិតមកពុះឲ្យបងប្អូនមើលចាខាងក្នុងវាគឺបែបហ្នឹងអ្នកខ្លះគេហៅខ្ទឹមបៃតងអ្នកខ្លះគេហៅខ្ទឹមខៀវអញ្ចឹងទៅតែក៏ពិតបពណ៌វាពណ៌បៃតងបងប្អូនតែយើងធ្លាប់មាត់ចាខ្ទឹមខៀវក៏ខ្ទឹមខៀវទៅចឹងបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងណាហើយ follow page ដើម្បីទទួលបាននេះខ្ទឹមជ្រក់របស់ខ្ញុំណាចាខ្ទឹមខៀវហ្នឹងបងប្អូនឥឡូវនេះគឺខៀវប៉ុណ្ណឹងល្មមណាខ្ទឹមហ្នឹងបើសិនជាយើងទុករត់ទៅយូរគឺរត់តែខៀវបងប្អូនអត់មានបញ្ហាអីទេហើយនៅពេលដែលខៀវបានប៉ុណ្ណឹងហើយគឺបងប្អូនអាចយកទៅទុកនៅក្នុងទូទឹកកកគឺស្រួយឆ្ងាញ់មែនទែនកុំភ្លេចនៅពេលដែលញ៉ាំគឺយកស្លាបព្រាស្អាតមកដួសអត់យកស្លាបព្រាប្រឡាក់មកដួសណាចាបើសិនជាយើងយកស្លាបព្រាប្រឡាក់មកដួសធ្វើឲ្យខ្ទឹមរបស់យើងហ្នឹងគឺរះខូចរះដប់សិតដកអីចឹងណាបងប្អូននេះអានេះខ្ទឹមនេះដែលខ្ញុំកាត់មិញហ្នឹងគឺខៀវល្អខ្លាំងមែនទែនចាទុកពីមួយថ្ងៃនេះគឺខៀវខ្លាំងជាងនឹងទៀតហើយបើសិនជាបងប្អូនទុករយៈពេល5ថ្ងៃបងប្អូនញ៉ាំទៅនឹងមានក្លិនហាងអញ្ចឹងបងប្អូនទុកពីអាទិត្យ3អាទិត្យអីទៀតទៅញ៉ាំក៏បានដែរចាហើយបើសិនជាបងប្អូនអត់សូវចូលចិត្តក្លិនហាងអញ្ចឹងពី3អាទិត្យទៅគឺល្មមហើយហើយកុំភ្លេចទុកក្នុងទូទឹកកកដើម្បីឲ្យស្រួយឆ្ងាញ់ឥឡូវខ្ញុំព្រួយបងប្អូនមើលឆ្ងាញ់បងប្អូនស្រួយល្មមនេះឆ្ងាញ់ហើយជាតិណានេះដាក់តែទឹកខ្មេះសិនចាស់បងប្អូនហើយកុំភ្លេចខ្លាចជូរកុំភ្លេចខាមានជាតិដាក់ទឹកខ្មេះសិនចាស់គឺរសជាតិឆ្ងាញ់អត់មានជូរខ្លាំងអត់មានអីទេញ៉ាំនិយាយទៅរៀនហងខ្ទឹមដល់ហើយបាយបាយ